បើយើងសរុបឲ្យខ្លីមកបញ្ញាសាស្ត្រយើងមានជាកញ្ចប់ហ្នឹងហើយឆាត់ដល់ទៅលោកតាដែរគាត់គិតដល់ចៅគាត់កន្លែងហ្នឹងគឺឲ្យបានសិក្សាមានន័យថាcurriculum កម្មវិធីសិក្សាហ្នឹងគឺអាចទៅរៀននៅស្រុកគេបានទៀតខ្ញុំសូម recommend ថាបើចង់មកបានជាកញ្ចប់ដូចបងបានលើកឡើងមុនហ្នឹងអញ្ចឹងគឺអាចថាបញ្ញាសាស្ត្រគឺជាកន្លែងមួយដែលល្អបដោះទាំងគុណធម៌មានទាំងថ្នាក់សិក្សាបែបស្តង់ដារបរទេសគណៈសូមកាត់ផ្សាយគុំគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសូមស្វាគមន៍ទៅដល់ប្រិយមិត្តតាមដានទស្សនាទាំងអស់បាទសូមស្វាគមន៍មកកាន់ PC Podcast ដែលមានគោលបំណងចែករំលែកបទពិសោធន៍ក៏ដូចជាការសិក្សាផ្សេងៗដែលទាក់ទងជាមួយនឹងវិស័យអប់រំរបស់យើងបាទខ្ញុំបាទសយវណ្ណសិទ្ធជា moderator ក្នុងកម្មវិធីនេះដើម្បីរៀបចំកម្មវិធីនេះឡើងថ្ងៃនេះយើងមានភ្ញៀវពិសេស2ដែលគាត់គឺជាសិស្សនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងបានចប់អាហារូបករណ៍ទៅឯសិក្សាក្រៅប្រទេសឥឡូវនេះគាត់បានត្រឡប់មកវិញហើយពួកយើងចង់ដឹងថាតើបទពិសោធន៍របស់គាត់ចាប់តាំងពីគាត់រៀបចំការប្រឡងដាក់អាហារូបករណ៍ហ្នឹងទៅដល់ប្រទេសគេតើការរស់នៅបែបណាការសិក្សាបែបណានឹងត្រឡប់មកវិញតើគាត់មានបទពិសោធន៍អ្វីដើម្បីចែករំលែកបងប្អូនទាំងអស់គ្នានេះយើងជួបជាមួយគាត់តែម្ដងទៅកុំឲ្យខាតពេលវេលាយូរបាទសួរបងប្អូនបាទអញ្ចឹងកុំឲ្យថាចំណាយពេលយូរហើយក៏កុំទាន់ចូលសំណួរយើងពេកយើងសំណេះសំណាលក៏ដូចជាសុំបងប្អូនចែករំលែកអំពីខ្លួនឯងបន្តិចថាតើឈ្មោះអីចឹងទៅរៀននៅមហាវិទ្យាល័យណាមួយដែរតាសូមជម្រាបបងស្រីមុនចាជាបងជំរាបសួរបងហើយក៏ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាហើយសួស្តីណានូនាងខ្ញុំឈ្មោះឡាវសុគៀងជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយ major របស់ខ្ញុំ Business Administration បច្ចុប្បន្នហ្នឹងខ្ញុំបានត្រឡប់មកពីប្រទេសជប៉ុនវិញចង់មួយឆ្នាំជាងដែររយៈពេល5ខែនៅនោះស្រាប់បងប្រុសវិញអញ្ចឹងជាដំបូងជម្រាបសួរដល់ពុកម៉ែបងប្អូនអរគុណដែលមើលវីដេអូនេះជម្រាបសួរបងហើយអរគុណដែរខ្ញុំបានឈ្មោះមនោត្តមវឌ្ឍនានូជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាឆ្នាំទី4ដូចគ្នាមួយសុខៀងដែរហើយចប់និយាយទៅទទួលបានអាហារូបករណ៍នៅនោះរៀនកន្លះឆ្នាំចិត្តកន្លះឆ្នាំដោយសុខៀងដែរគឺចាប់ផ្ដើមចាប់ពីថ្ងៃ9ខែ9 2024ហើយត្រឡប់មកវិញខែ2ថ្ងៃ10ចូលចិត្ត10ខែ10ខែអូលើសុខៀង5ខែអូខេ5ខែបាទជោគជាប់មកឆោតចម្រងដល់10ខែទៀតកាន់តែជោគជាប់នេះហ្នឹងទៀតហើយអូខេឥឡូវតាមពិតទៅយើងក៏ធ្លាប់ជួបកិច្ចសភាមួយគ្នាទាំងអស់គ្នាដែរប៉ុន្តែចូលក្នុងជាលក្ខណៈ talk show ក៏ដូចជា interview អីទេតែនេះគឺជារសជាតិថ្មីនៃសាកលវិទ្យាល័យបញ្ញាសាស្ត្ររបស់យើងគឺការបង្កើតនៅ podcast តូចមួយប៉ុន្តែនឹងមានខ្លឹមសារដ៏ធំទូលាយសម្រាប់ចែករំលែកបទពិសោធន៍ទៅប្រិមិត្តតាមដានទស្សនាផងដែរអញ្ចឹងការសភាពីមុនហ្នឹងគឺសួរបងប្អូនតាក់ទងជាមួយនឹងមុននឹងទៅឥឡូវយើងមានរហូតដល់ត្រឡប់មកវិញទៀតអញ្ចឹងថាយើងមានពេលវេលាច្រើនដើម្បីចែករំលែកប៉ុន្តែបងខ្ញុំសូមបែកទៅក្រោយតិចនៅពេលដែលបងអូនដាក់ពាក្យអាហារូបករណ៍នឹងលើកដំបូងប៉ុន្តែបងអត់សួរច្រើនដោយការនោះទេគឺថាសូមបងអូនម្នាក់ច្បិចយកចំណុចពិសេសមួយឬក៏ពីរថាមួយណាលក្ខណៈថា challenge ជាងគេហ្មងណាថាបងអូនពិបាកឬក៏ពិបាកឲ្យបងអូនធ្វើបានទៀតហើយអ្វីដែលចង់ចែករំលែកទៅក្មេងៗជំនាន់ក្រោយដែលគាត់ត្រៀមមកនឹងជាងគេអញ្ចឹងណាបាទសូមអញ្ជើញបងស្រីអូខេបងអរគុណបើតាក់ទងទៅនឹងការត្រៀមខ្លួនមុនពេលដាក់អាហារូបករណ៍ជាក់ស្ដែងដោយសារតែនៅពេលដែលខ្ញុំរៀន Foundation Year ឬក៏ឆ្នាំទី2ហ្នឹងខ្ញុំបានចូលរួមនៅក្នុងកម្មស្ម័គ្រចិត្តនៅក្នុងការ volunteer ចូលជួយសហគមន៍ឬក៏ជួយនៅក្នុងសាលាតាម event ផ្សេងអញ្ចឹងយើងមាន background មួយរបស់យើងអាចដាក់ apply ចូលក្នុង CV របស់យើងហើយបន្ទាប់មកទៀតតទៅនឹងsoft skill របស់យើងគឺ academic perform របស់យើងត្រូវត្រៀមខ្លួនជាមួយនឹង GPA ដើម្បីឲ្យគ្រប់ requirement របស់ខាង scholarship នេះជារបស់ខ្ញុំហើយចំពោះបញ្ហាដែលប្រវាក់អាចថាទី1សម្រាប់ខ្ញុំដូចជាអាចថាយើងការសរសេរពី cover letter personal plan របស់យើងហើយនឹងស្វែងរក recommendation ពីលោកគ្រូដូចថាតែយើងត្រូវការលោកគ្រូដែលគាត់ស្គាល់យើងហើយគាត់ស្គាល់ដឹងថាយើងជាមនុស្សបែបម៉េចយើងអាចសុំពីគាត់មកត្រូវអាចអូខេតាមពិតទៅបើសិនជាសំណួរសួរថាមួយណាជាពិបាកប៉ុន្តែវានឹងคล้ายជាភាពងាយស្រួលវិញសម្រាប់បងអូននៅពេលដែលបងអូនត្រៀមខ្លួនរួចរាល់សូមផ្ដាំទៅដល់សិស្សដែលគាត់មានអំណងដាក់រកទៅក្រៅប្រទេសអ្វីដែលពិបាកហ្នឹងគឺពិបាកនៅពេលដែលយើងមិនទាន់ធ្វើទេបាទអូនពេលចាប់ដើមធ្វើហើយ
យើងដឹងថាកលោកកលៀនណាបបាក់យើងត្រៀមខ្លួនគឺរួចជាស្រេចតែអូខេអញ្ចឹងសម្រាប់បងអូនវិញបើសិនបងអូនសុខៀងគាត់មានយោបល់តាក់ទងជាមួយភាពលំបាកប៉ុន្តែគាត់ challenge ហើយបដូរវាទៅភាពងាយស្រួលវិញអញ្ចឹងបដូរទៅខាងបងអូនអនុវិញចេះតើបងអូនមិនថាជាចំណុចដែលយើងត្រូវមើលស្រាវចំណុចហ្នឹងណាចំណុចណាដោយសារយើងមានច្រើន step មែនទេតម្រាំតែយើងជាប់ហ្នឹងតើបងអូនគាត់ថាតើមួយណាថាឲ្យមួយហ្នឹងត្រូវដែលខ្ញុំបានត្រៀមទុកតែម្ដងអ្វីដែលខ្ញុំបានត្រៀមហ្នឹងគឺចំអ្វីដែលខ្ញុំបានត្រៀមទុកហ្នឹងមានទេមានចំណុចហ្នឹងមានអូខេគឺនិយាយទៅខ្លីគឺពេលដែល interview ព្រោះការទៅសេសម្រាប់ខ្ញុំហ្នឹងខ្ញុំគិតថាអត់អីទេពីព្រោះយើងឥឡូវទំនុំទលាច្រើនដូចជាឥឡូវយើងមាន AI ប៉ុន្តែមានន័យថាយើងយកពីវាសុទ្ធទេយើងចេះប្រើវាហើយយើងយកមក analyze មកតង់ទៀតអូខេមានន័យថា structure របស់វាអញ្ចឹងទៅអញ្ចឹងអាហ្នឹងខ្ញុំគិតថាដោយសុខៀងគាត់និយាយអស់ហើយទាំងការងារស្ម័គ្រចិត្តអីហ្នឹងគឺយើងត្រូវការទាំងអស់អ្នកខ្លះបើគាត់ហ្នឹងសំណាងឯងគាត់មុនដំបូងអត់ plan ដែរហើយប៉ុន្តែចិត្តដល់អីគាត់មានអាការងារហ្នឹងចឹងពេលគាត់ចង់ដាក់ទៅវា ready មកមានន័យថាវា fit ជាមួយនឹងគ្នាមកប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលខ្ញុំដឹងមុនហ្មងណាគឺខ្ញុំមិនសាស្ដាប់ interview គេគឺខ្ញុំត្រៀមពេល interview គឺ introducing yourself មនុស្សភាគច្រើនគិតថាអាការវិពណ៌នាខ្លួនឯងហ្នឹងវាស្រួលបងប៉ុន្តែបើពេលយើងសម្ភាសមែនតើវាអត់ស្រួលយើងដូចការគិតរបស់យើងទេមានន័យថាធ្លាក់ឬក៏ជាប់ស៊ីសងលើក្បាលដំបូងហ្នឹងដូចសាលាយើងសារដែលយើងនិយាយថាយើងដក soft skill ច្រើនពេលដល់នឹកឃើញដល់ soft skill យើងនឹកដល់យើងអាចនិយាយថាបុព្វបុរសយើងម្នាក់លោកគ្រូយើងម្នាក់ដែលគាត់ទៅនិយាយចាក់លោកទៅគឺលោកគ្រូសម្បូរមនរាតែគាត់ព្យាយាមបដោះហ្នឹងទៅសិស្សគ្រប់គ្នាមែនតើគឺការងារសង្គមអីហ្នឹងអញ្ចឹងមានន័យថាម៉េចគឺការដេកដើរឈរអង្គុយអីហ្នឹងគឺយើងត្រូវសិក្សាមួយគាត់ទាំងអស់អញ្ចឹងពេលយើងសម្ភាសដូចគ្នាបងដោយការដើររបស់យើងតើមិនដែរលុកទៅគេចោតឈ្មោះមកយើង confident អត់ដើរមកឬក៏យើងដើរមកធ្លាក់ស្មាហ្នឹងគេមើលទាំងអស់ហើយមួយវិញទៅទឹកមុខរបស់យើងក៏គេមើលដែរហើយការអង្គុយពីព្រោះហេតុអីអ្នកខ្លះគាត់ទៅនិយាយចឹងទៅគាត់ភ្លេចអាហ្នឹងគាត់ភ័យគាត់គុំហ្នឹងគាត់អញ្ចឹងប៉ុន្តែគាត់ត្រឡប់ថាគាត់នៅផ្ទះរបៀបថាជាទៅមុនអង្គុយធម្មតាពេលសួរដល់សំណួរទៅគាត់ឡើងមកគោងជើងលើគ្នាចឹងទៅអាហ្នឹងគឺជាការសំរុំមុនអញ្ចឹងខ្ញុំគិតថាសិស្សដែលគួរ prepare ហើយអ្វីដែលខ្ញុំដឹងមុនគឺ introducing yourself ហ្នឹងហើយទៅដែលខ្ញុំបានមានអ្នកឲ្យដំបូងមានដូចជាមានបងខ្ញុំគាត់ឲ្យដំបូងមានមួយដែរដែលគាត់ហើយវាស៊ីគ្នាជាមួយដែលអ្វីដែលយើងព្រៀងទុកហើយជាមួយនឹងការគេមើលមកយើងមកមនុស្សដំបូងគេមើលពីរគឺទី1គេប្រើចក្ខុវិញ្ញាណគេក្នុងការមើលមនុស្សពេលដែល first impression ណាហើយទី2គឺសោតវិញ្ញាណមានន័យថាការស្ដាប់បន្ទាប់ពីការគេមើលអត្តចរិតយើងហើយគេនឹងស្ដាប់សំឡេងយើងថាមិនដែរអញ្ចឹងសរុបជារួមមកវិញខ្ញុំចង់ប្រាប់អ្នកទាំងនេះហើយប្រាប់បងដែរថាអ្វីដែលខ្ញុំដឹងមកនោះគឺ introducing yourself គឺអ្វីដែលយើងគួរ prepare មុនមកធ្លាក់ជាប់គឺនៅលើអាហ្នឹងឯងទោះបីយើងគោលមិនក៏ដោយប៉ុន្តែតែអត្តចរិតយើងមើលមក judge គាត់អត់ពេញចិត្តទេទោះយើងអង់គ្លេសលក្ខណៈ proficiency មិនក៏ដោយខ្ញុំមានអារម្មណ៍ថាវាអាចប៉ះពាល់ខ្លាំងហ្នឹងហើយឡើយហ្នឹងខ្ញុំក៏ចង់បន្ថែមមួយណានោះដែរតើតងទៅនឹងការស្លៀកពាក់ខោអាវរបស់យើងក៏គេមើលដែរពួកអីគេមើលលើឯកសារ CV របស់យើងគេឃើញថាយើងល្អហើយប៉ុន្តែបើសិនជាដូចណានោះបានបញ្ជាក់ចឹងចរិតមកយើងនិយាយអត់ល្អអង្គុយកាយវិការអត់សមរម្យក៏គាត់មើលថាអូខេអាចនឹងយកយើងទៅក្នុងប្រទេសគាត់ហ្នឹងអាចបង្កបញ្ហាអីដល់គាត់ឬក៏ដល់សាលាខាងគេអត់អញ្ចឹងគឺកន្លែងហ្នឹងក៏សំខាន់ដែរអូខេហ្នឹងហើយបងប្អូនយើងជាលក្ខណៈតំណាងសាលាអញ្ចឹងទៅជាមុខមាត់សាលាជាមុខមាត់ទាំងយើងទាំងគេទាំងសងការអស្ចារ្យមែនតើតាមពិតបើយើងសរុបឲ្យខ្លីមកបញ្ញាសាស្ត្រយើងមានជាកញ្ចប់ហ្នឹងហើយបាទមានជាកញ្ចប់អញ្ចឹងសិស្សគាត់ទៅមានអារម្មណ៍ថាគាត់មានសាច់ដុំដែលដឹងខ្លួនណាបើយើងនិយាយថាភាសាស្ដាប់គឺយើងមានទៅដល់កន្លែងគឺយើងមានសាច់ដុំតែម្ដងអាចថាសាលាបញ្ញាសាស្ត្រគឺបណ្ដុះសិស្សមកគឺ quality ចឹងបងអូនមិញលើកមកមិញចង់បះរោមដែរលើកមកពីគ្រូសម្បូរមនារាពួកយើងក៏សុទ្ធតែជាសិស្សរបស់គាត់ដែរហើយបងឆាត់ដល់ទៅសុខៀងមិញគាត់ថាគាត់បានចូលជាមួយនឹង community ច្រើនដោយសារគាត់មានចំណុចសំខាន់ទាំងអស់ហ្នឹងហើយ community ទាំងអស់ហ្នឹងគឺគ្រូសម្បូរមនារាហ្នឹងឯងខ្ញុំធ្វើការស្ម័គ្រចិត្តជាមួយលោកគ្រូដោយសារមានលោកគ្រូល្អជាច្រើនទៀតប៉ុន្តែសូមលើកលោកគ្រូតែមួយដោយសារតែពុកសុខៀងហើយគ្នាយើងបានរៀនជាមួយគាត់បានច្រើនអញ្ចឹងបានថាបញ្ញាសាស្ត្រគឺជាកញ្ចប់មួយយើងកាន់វាមានអារម្មណ៍ថាយើងកាន់ចំណុចពិសេសយើងទៅហ្មងឃើញ
ធម្មតាអ្នកសុភាក៏ដូចជាអ្នកដែលគ្រប់គ្រងការសុភាហ្នឹងគាត់មើលឃើញពីគាត់នឹងព្យាយាមមើលចំណុចពិសេសរបស់យើងតែយើងមាន skill ជាប់ខ្លួនរបស់យើងគឺកញ្ចប់ពិសេសរបស់បញ្ញាសាស្ត្ររបស់យើងហ្នឹងតែម្ដងហើយសម្រាប់បងអូនលើកណានោះគាត់លើកឡើងមិញហ្នឹងអ្វីដែលគាត់បានពិភាក្សាទុននោះគឺចំតែម្ដងហើយចំណុចសំខាន់ទៀតមែនទេសុភាហ្នឹងគឺចំណុចសំខាន់ណាមែនទេបាទអញ្ចឹងអូយបងអូនចាប់យកអាចចំណុចធំតែម្ដងអញ្ចឹងដូច easy មែនទេព្រោះហ្នឹងបងចង់បន្ថែមព្រោះមុនដំបូងយើងភ័យបងប៉ុន្តែតែយើងអាលោកដំបូងដូចយើងមានអារម្មណ៍ថាតាដំបូងទៅទាំងបងទាំងខ្ញុំតែមុនដំបូងយើងមានអារម្មណ៍ថាអូខេចង់អាប់ទី2យើងមានអា motivation អាដំបូងហ្នឹងយើង smash ហ្មងទៅយើងហ្មងប៉ុន្តែបើមុនដំបូងមិនមែនថាធ្លាក់អាដំបូងវាធ្លាក់ហ្មងប៉ុន្តែពេលយើងវាមានអារម្មណ៍ថាយើងព្រួយព្រោះមនុស្សយើងព្រួយច្រើនព្រោះទាំងយើងទាំងគេតែអាដំបូងនេះជុំអាដំបូងមិនចេះហើយចាប់ដើមព្រួយវាអាដំបូងយើងគិតដល់លទ្ធផលជាប់ធ្លាក់ចឹងអូខេការព្រួយហ្នឹងក៏มันជាចំណុចមិនល្អដែរមែនទេក៏ជាចំណុចល្អដែរតែត្រូវយើងបានត្រៀមខ្លួនការព្រួយបារម្ភហ្នឹងអូខេសម្រាប់បញ្ញាសាស្ត្រកម្ពុជារបស់យើងនៅតែដើរតួនាទីសំខាន់សម្រាប់ជំរុញក៏ដូចជាដឹកដៃគ្នាយើងឲ្យទៅកាន់អ្វីដែលបងអូនចង់បានអញ្ចឹងទៅសូមផ្ដាំទៅដល់ប្រិយមិត្តតាមនាមទេសនាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងនឹងចាប់ផ្ដើមកម្មវិធីសិក្សាថ្មីនៅថ្ងៃទី5ខែមករាឆ្នាំ2026ខាងមុខនេះហើយអូខេឥឡូវបើកតែគ្នាយើងវិញសំណួរបន្ទាប់ហ្នឹងវាមានអារម្មណ៍ថាជាការសួរឈឿណារំភើបអត់ពេលហ្នឹងរំភើបបងអាចថាពេលហ្នឹងខ្ញុំយំហ្មងហើយមានមិត្តភក្តិខ្ញុំថតវីដេអូបានទៀតទោះបីដល់ពេលឥឡូវហ្នឹងទៅមើលវីដេអូហ្នឹងវិញក៏មានអារម្មណ៍ថានៅលីងឡងទឹកត្រែដែរព្រោះយើងរំភើបខ្លាំងដោយសារតែចំពោះខ្ញុំជាក្តីសម័យតាំងពីក្មេងមកហើយយើងគិតថាយើងអត់ដែលអាចសមត្ថភាពយើងអត់ដល់ទេយើងមានការចំណាយគេឬក៏បើថាខ្ញុំជាក្មេងមកឡើងមកពីខេត្តអញ្ចឹងឱកាសនៃការសិក្សាភាសាអង់គ្លេសរបស់យើងក៏ចាញ់អ្នកនៅភ្នំពេញដែរអញ្ចឹងយើងមានអារម្មណ៍មួយថាយើងដាក់ limit ខ្លួនឯងថាអូខ្ញុំអត់អាចធ្វើបានទេខ្ញុំអាចទៅក្រៅប្រទេសបានដូចគេវាយើងបាក់ទឹកចិត្តនឹងមួយតែដល់ពេលដែលចូលបញ្ញាសាស្ត្រគឺខ្ញុំដូចបងបានមានប្រសាសន៍មុនហ្នឹងគឺបានត្រៀមខ្លួនខ្ញុំទាំងអត់ដឹងខ្លួនខ្ញុំដំបងឡើយវាជាក្តីសម័យប៉ុន្តែយើងដាក់ limit ខ្លួនឯងថាខ្ញុំអាចទៅបានទេអាហ្នឹងខ្ពស់ហ่ะតែដល់ពេលហើយខ្ញុំចូលបញ្ញាសាស្ត្រខ្ញុំចូលធ្វើការងារស្ម័គ្រចិត្តជាមួយលោកគ្រូសមរមណ្ឌរាលោកគ្រូបរិញ្ញាពីការជួយសង្គម community ផ្សេង event ផ្សេងបាន reading ខ្ញុំហើយដល់ពេលដែលយើងជួយជាក្តីស្រឡាញ់របស់យើងមួយដែរពេលដែលឃើញសាលាផុសតើតរអាហារូបករណ៍ខ្ញុំក៏មើល requirement គ្រប់អស់ហើយតែយើងអត់ដឹងខ្លួនចាពេលអញ្ចឹងក៏ជារឿង surprise មួយទៀតដូចថាយើងមកត្រូវកន្លែងអូខេអូសកម្មមានគឺសាកលវិទ្យាល័យរបស់យើងបានតេនអង់គ្លេសស្រាប់ទៀតមែនការសុភាហ្នឹងការសុភាហ្នឹងគឺភាសាអង់គ្លេសទៀតអញ្ចឹងអត់ន័យថាសាកលវិទ្យាល័យបានរៀបចំកន្លែងឲ្យយើងបានដើរដោយមិនដឹងខ្លួនមែនទេហើយកន្លែងដែលយើងដើរហ្នឹងគឺជា requirement ទៅក្រៅប្រទេសហ្នឹងមកអាចជាកន្លែងមួយដែលវាជាថ្នាលបណ្ដោះបណ្ដាលហើយក៏ជាកន្លែងដែលផ្ដល់ឱកាសឲ្យយើងដូចគ្នាអូខេអញ្ចឹងបកទៅនៅវិញពេលដែលចប់ទៅហ្នឹងជាប់ភ្លាមហ្នឹងយើងចិត្តចេញដំណើរទៅហើយតើយើងត្រៀមខ្លួនមិនឬក៏ទៅសិក្សាថាការទៅនៅក្រៅប្រទេសហ្នឹងមិនដែរណោះគួរត្រៀមខ្លួនមិនទេណោះអញ្ចឹងណាជាផ្សេងនៅអឺរ៉ុបទៀតបើសម្រាប់បងអូនសុគៀងវិញថាយន្តហោះថាប្រហែលម៉ោងដល់ហើយមែនទេបងប្អូនវិញប្រហែលម៉ោងដែរចូល23ម៉ោងមួយថ្ងៃអឺរ៉ុបអញ្ចឹងមិនថាកាន់តែឆ្ងាយពីផ្ទះយើងអីចឹងទៅតើបងអូនបានសិក្សាអីខ្លះឬក៏មាន guideline ពីណាមកសាច់គោងៀត2គីឡូជាសាច់គោងៀត2គីឡូគឺជាកលឹះតែថាត្រូវត្រៀមខ្លួនទៅក្រៅប្រទេសយ៉ាជាគីមួយអាចដាក់ចំណងជើងបានចង់ទៅអឺរ៉ុបត្រូវមានសាច់គោ2គីឡូអូខេហេតុអីជំរឿពេលទៅហ្នឹងអ្វីដែលខ្ញុំ prepare ពេលរៀបឡើងមួយខែមុនហ្នឹងខែមុនហ្នឹងគឺអត់តន់នឹកឃើញគឺពេលហ្នឹងគាត់នឹកឃើញដែរពេលហ្នឹងមានអារម្មណ៍ថាឈៀធម្មតាទៅហ្នឹងពលវល់រៀបឯកសារពេកបងរៀបឯកសារព្រោះយើង embassy យើងនៅគេអញ្ចឹងយើងត្រូវផ្ញើតាម DHL អីចឹងទៅហើយពេលហ្នឹងខ្ញុំផ្ញើខុសទៀតបងបងឯងដឹងហ៎ខ្ញុំប្រាប់ funny moment កន្លែងខ្ញុំមិនដឹងគេឲ្យផ្ញើទៅគេមិនឲ្យយើងផ្ញើ passport passport ទៅហ្មងហើយខ្ញុំពេលហ្នឹងអាចថាកែវក្នុងដូងក៏បានលេងផ្ញើ passport ហ្នឹងខ្ញុំខ្លាចខ្ញុំអត់យក passport អាស៊ានខ្ញុំផ្ញើហើយគឺខ្ញុំ copy អា passport ហ្នឹងឲ្យគេហើយគេមិនត្រូវវាយ visa ហើយគេមិនត្រូវវាយលើអាกระดาษហ្នឹងណាហើយស្រាប់ទៅគេផ្ញើមកហើយគេមិនថាយើងតែខ្ញុំ feel ashamed ដែរថាជុំខ្ញុំដូចក្មេងទៅមកពីណាលេងគេយកទៅវាយ visa លេងទៅផ្ញើ copy ឲ្យគេហើយផ្ញើទៅមកតង់ទៀតមកជើងអស់70វា
ពេលខ្ញុំផ្ញើលើកទី1ខ្ញុំផ្ញើមួយ partner ដែលខ្ញុំទៅមួយហ្នឹងគឺយើងជួយ share គ្នាបានតែអាលើកក្រោយនេះគឺចង់លឿនបញ្ញាពេលហ្នឹងសល់តែមួយខែចុងក្រោយពេលហ្នឹងថៃដែរបងខ្ញុំស្មានគេ process យូរចឹងត្រូវយកអាលឿនទៀតចឹងអស់70វា80វាអញ្ចឹងបែកមកវិញគឺអាហ្នឹងគឺជារឿងមួយគួរឲ្យសំណោចរឿងខ្មាស់ខ្លួនឯងដែរហើយអាចថាពេលហ្នឹងយើងអត់ទុកចិត្តអាយើងផ្ញើហ្នឹងហើយបាត់ឲ្យធ្វើអីយូរដែរមក password អាហ្នឹងមួយយើងចង់បានលឿនអាហ្នឹងតើយើង process អីនៅក្រៅខ្លួនឯងទៀតអូតែពិតជាបទពិសោធន៍មួយហើយនៅមួយគាត់បារម្ភខ្លាំងថាបាត់យើងចាប់ហើយពួកអាហ្នឹងវាសំខាន់ដែរហើយយើងត្រូវត្រៀមខ្លួនទៅក្រៅប្រទេសទៀតយើងគិតថាបើអត់មាន password យើងទៅមិនកើតហើយបន្ទាប់ហើយអ្វីដែលត្រៀមហ្នឹងគឺអត់មានត្រៀមនិយាយទៅហ្នឹងដូចសុគីហ្នឹងទៅបើគាត់ទៅនោះយើងមានម្ហូបអាស៊ីញ៉ាំខ្វាន់តែទៅនោះវិញម្ហូបអឺរ៉ុបខ្ញុំចូលចិត្តញ៉ាំដែរតែបងតែញ៉ាំ cheese រាល់ថ្ងៃមួយចឹងទៅសុំម៉ាក់អូខេម៉ាក់ធ្វើសាច់គោងៀត2គីឡូហើយចប់ឲ្យចិត្តលឺថាជប៉ុនអត់ឲ្យ package យាយយើងមានទាំងសត្វសំណក់មកហិតបាលីយើងទៀតអត់មានឲ្យ package ពួកអញ្ចឹងយាយមកតែបើអឺរ៉ុបមានអារម្មណ៍ថា free ជាងសុគៀងអញ្ចឹងទៅអូខេធៀមបានតែសាច់គោហើយកៅអៅហើយកៅអៅហ្នឹងអត់មានបានយកកៅអៅ professional យកតែកៅអៅខ្លួនឯងថាពាក់ទៅរៀននេះអាវខ្វះស្រីអីអត់មានយកហើយចៃដន្យអីទៅរៀនហ្នឹងលេង presentation បរទេសខ្ញុំមិនដឹងថាវប្បធម៌គេបែបផ្លែខ្ញុំធ្លាប់ research ដែរតែខ្ញុំអត់ដឹងថាផ្លែអញ្ចឹងលេងគេហៅ presentation គេឲ្យថាអូខេយើងថាយើង a bit more professional អញ្ចឹងយើងត្រូវពាក់អាវខ្វះស្រីខ្ញុំមានអាវខ្វះស្រីពាក់មកយកទៅយកអាវយើងធម្មតាពាក់សុទ្ធហើយអាហ្នឹងគឺជារឿងមួយដែលខ្ញុំគិតថាបើយើងជាប់ហើយយើងគួរ prepare ដូចជាសកីហ្នឹងទៅខ្ញុំឃើញសាលាយើងផុសដូចជាគាត់មាន traditional clothes អញ្ចឹងពេលដែលទៅសុកីអីចឹងគួរតែមានទាំងប្រុសទាំងស្រីគួរតែមានហើយមួយវិញទៀតដែលយើង complete ហ្នឹងគឺ souvenir អនុស្សាវរីយ៍របស់ខ្មែរយើងថាកាលយើងមាន classmate នៅហ្នឹងទៅឲ្យគេស្គាល់ពីប្រទេសយើងស្គាល់វប្បធម៌របស់យើងដែរព្រោះនៅនោះគេអត់ស្គាល់ Cambodia គេស្គាល់ Cambodia យ៉ាងណាគេនេះហ្នឹងហើយមួយវិញទៀត complete ហ្នឹងគឺទង់ជាតិខ្ញុំទៅហ្នឹងហ្នឹងហើយអាហ្នឹងក៏រឿងវិបដិស្រីដែរពេលគឺហ្នឹងអត់យកទង់ជាតិទៅហើយដូចគាត់សុខេនិយាយទៅអ្នកទៅជប៉ុនទាំងអស់គឺគេសិតតែយកទង់ជាតិឲ្យខលមកសាលាគេហើយខ្ញុំវិញដូចមានអារម្មណ៍ថាអត់មានសោះមានតែគាត់ទៅរៀនហើយមកវិញចុះគាត់មកវិញវាថាដូចគេអត់ដឹងអីសោះហ្មងចឹងទៅខ្ញុំទៅហ្នឹងអាហ្នឹងរៀងអ្វីដែលគ្នាគួរត្រៀមទុកដែរអាហ្នឹងអ្វីដែលខ្ញុំបានត្រៀមទុកហើយមួយវិញទៀតបើអ្នកក្រោយណាអ្វីដែលខ្ញុំចង់ឲ្យគាត់ត្រៀមទុកអីហ្នឹងណាគឺរបស់បើទៅអឺរ៉ុបគឺរបស់ដូចសាច់គោងៀតអីចឹងហើយងៀតអីហ្នឹងគឺជួយសម្រួលបានច្រើនណាស់បងហើយមួយវិញទៀតបើមានពួកមីបើយើងចូលចិត្តញ៉ាំមីមិនកុំញ៉ាំច្រើនពេកធ្វើទៅសុខភាពតែបើមានគួរតែបើមាន space ដាក់គួរតែនេះហើយកៅអៅកុំយកទៅច្រើនពេកទៅអឺរ៉ុបពួកកៅអៅហ្នឹងយើងអាចទិញបានយេឡើយហ្នឹងខ្ញុំក៏ចង់ advertise យើងមានបទពិសោធន៍ឲ្យពេលមុនទៅនឹងដូចគ្នាខ្ញុំព្យាយាមកាលហ្នឹងខ្ញុំទិញយន្តសវត្ថយន្តហោះបញ្ញាប់ហើយបានគីឡូទៅ23គីឡូខ្ញុំខំប្រញាត់កៅអៅទៅទាំងទៅដល់នោះស្លៀកពាក់អត់អស់ហើយយកមកវិញអត់អស់ទៀតដោយសារតែនោះគេមានការស្លៀកពាក់បែបផ្សេងពេលយើងយកកៅអៅយើងពីខ្មែរទៅច្រើនពេកមិនថាវាអត់ចូលគ្នាអញ្ចឹងយើងទិញថែមអញ្ចឹងវាធ្វើឲ្យយើងខាតលុយហើយពេលយើងត្រឡប់មកវិញយើងដាក់មកវិញអត់អស់ទៀតអូយើងខាត space ចាខាត space មែនតើហើយមួយមែនតើដោយឧបមាដោយសុខភាពគាត់និយាយអញ្ចឹងបើរៀបកៅអៅច្រើនពេកហើយយើងទិញរបស់មកពីនោះច្រើនយកទៅលក់ resell អូឡើយហ្នឹងក៏ funny moment ដែរបងនៅជប៉ុនគេមានឡើង second hand store មុនមកវិញខ្ញុំដឹកកង់ខ្ចីកង់មិត្តភ័ក្ដិនៅដមដឹកមកថងយកទៅលក់កន្លែងហ្នឹងហ្មងអូដឹកកៅដឹកបីជើងយកទៅលក់យកមកវិញអត់ដឹងពីបញ្ហាហ្នឹងដែរឧទាហរណ៍ពិតចឹងបានថាអ្នកទៅក្រៅបូកជាមួយនឹងប្រទេសយើងគឺខ្លាំងដោយសារតែបទពិសោធន៍ជួបជាប់ចា៎និយាយទៅរាប់ចាប់តាំងពីគេងរហូតដល់ចូលគេងគឺយើងជួបបទពិសោធន៍គ្រប់ទាំងអស់អូខេឥឡូវទៅដល់ឥឡូវយើងចូលទៅក្នុងប្រទេសដែលពួកយើងបានទៅតែម្ដងថាទៅដល់ហ្នឹងដំបូងអ្វីដែលពិបាកជាងគេឬក៏ស្រួលជាងគេតែថាជាមួយនឹង transportation របស់យើងការធ្វើដំណើរទៅឬក៏សំណួរទី1អូនអាចឆ្លើយថាការធ្វើដំណើរនឹងការទៅរកមហាវិទ្យាល័យការទៅតាក់ទងសាកលវិទ្យាល័យឬក៏សាកលវិទ្យាល័យរបស់យើងតាមជួយយើងសួរថាតអ្នកត្រង់ខាងគេឲ្យជួយមើល construction ផងឬក៏យ៉ាងម៉េចដែរហើយសោតតែបងប្រុសមុនខ្ញុំមុនអូខេពេលយើងធ្វើដំណើរនៅនោះយើងស្រួលគួរសមហ្មងតែដំបូងសម្រាប់ខ្ញុំហ្នឹងនៅនោះយើងគិតថាអឺរ៉ុបហ្នឹងទៅយើងអាចប្រើភាសាអង់គ្លេសនៅតាមតំបន់ឯបានតែនៅនោះយើងត្រូវ Google Translate យើងពិបាកក្នុងមួយអញ្ចឹងទូរស័ព្ទយើងត្រូវ auto connection with
internet រហូតមកតែត្រូវដូរលុយត្រូវធៀមលុយអីទាំងអស់អញ្ចឹងសម្រាប់ transporter សាលាហ្នឹងអត់អីបងយើង cheapest យើងមានថាបើយើងមើល station យើងនៅណាមើលតាម Google Map ហ្នឹងហើយ station ណាដែលទៅសាលាយើងឈរចាំហ្នឹងទៅហើយគេមកយកមកយើងមកហើយសម្រាប់តម្លៃវិញដូចជាជីមួយជើងទៅសាលាដូចជា36យូរ៉ូ 0.36 យូរ៉ូអញ្ចឹងវាមុំដែរអត់អី អានេះគួរសមអញ្ចឹង គួរសមប៉ុន្តែអញ្ចេះវិញមកបើយើងអានោះតើយើងមានកាតគេអាហ្នឹងគេមានកាតសម្រាប់សិស្សគេប៉ុន្តែបើយើងអត់មានកាតគឺ 1.30 យូរ៉ូ1រៀលជាងហើយទៅហ្នឹងសម្រាប់សាលាយើងខ្ញុំសូមអរគុណដែរដល់លោកគ្រូគឹមសួងពីចង្ងាយព្រោះគាត់ជួយយើងពីខ្មែរមកតង់ហើយគាត់ពេលយើងទៅដល់ហ្នឹងគាត់សួរយើងទៀតថាមិនដែរអីទៅដល់នៅអីចឹងទៅហើយសុកទុកអីមិនដែរអាហ្នឹងគឺជាអ្វីដែលយើងគិតថាអាហ្នឹងគាត់ជា small part តែប៉ុន្តែអាហ្នឹងរបៀបថាដែលសាលាយើងខ្ញុំគិតថាថ្នាក់ដឹកនាំយើងដែលគាត់ព្យាយាមប្រាប់ថ្នាក់ដឹកនាំគាត់មួយជាន់ទៀតថ្នាក់ដឹកនាំមកតង់ហើយប្រាប់ថ្នាក់ដឹកនាំមកតង់ទៀតគឺគាត់និយាយទៅឲ្យយើង take care ឲ្យយើងហ្មងអូមានភាពកក់ក្ដៅជាការគាត់បកកែប៉ុន្តែគាត់ត្រូវតែតាមឲ្យភាពកក់ក្ដៅពេលខ្លះចូលដល់ប្រទេសថ្មីយើងមាន mental breakdown ដែរហើយនឹកសុកយើងតែចុះសពជប៉ុនយើងវិញទៅបើកខាស៊ីវិញបាទបើស្ដាប់មកខាងខ្ញុំវិញខ្ញុំសូមចូលរៀងផាតកំសត់បន្តិចខ្ញុំគិតថាណានូក៏មានផាតកំសត់ដែរតែខ្ញុំសូមទៅមុនបើតាក់តមួយ fly ខ្ញុំដោយសារតែពេលហ្នឹងអាចថាជាកំហុសយើងដែរលើកទី1ខ្ញុំទិញ fly ទៅដល់ខ្ញុំទៅដល់ពេលយប់អញ្ចឹងអត់មានណាគេមកទទួលយើងឯខាងចាំបានហើយបងចាំបានពេលហ្នឹងអត់ឲ្យធ្លាប់ប្រាប់ចារៀងកំសត់បន្តិចអញ្ចឹងពេលខ្ញុំទៅដល់ពេលយប់ហ្នឹងខ្ញុំត្រូវកក់តែគេមកយប់ទៀតអញ្ចឹងពេលទៅដល់ពលានហ្នឹងខ្ញុំចុះម៉ោង10យប់ហើយគឺស្ងាត់ហ្មងបងខ្ញុំត្រូវអស់វ៉ាលីទៅរហូតតែគេងទាំងយប់ដើរទៅហ្មងអាហ្នឹងទី1ទី2អាចថាយើងនៅស្រុកយើង bus connection អីយើងអត់ទាន់ចេះមើល Google Map ទេអញ្ចឹងគឺខ្ញុំត្រូវទៅពីពលានយន្តហោះទៅកន្លែងដែលគេមកទទួលខាងសាលានៅជប៉ុនគេមកទទួលយើងហ្នឹងយើងត្រូវជិះឡានក្រុងទៅមួយជាន់ទៀតពេលហ្នឹងអត់ដឹងទៅណាទៅណីហ្មងវាថាយើងទៅដល់ស្រុកគេថ្មីហើយយើងក៏អត់ដឹងថាវាត្រូវធ្វើមិនបាច់ទេអាចថាពេលហ្នឹងអាចថាសំណាងដែរវាយើង Google Translate ផងហើយអត់ចេះជប៉ុនអាចថាយើងពិបាកជាងណានូតិចពួកអីភាគច្រើនជនជាតិជប៉ុនក៏អត់ទៅប្រើភាសាអង់គ្លេសអញ្ចឹងខ្ញុំត្រូវវាស្វះស្វែងខ្លួនឯងរៀងយំនឹកផ្ទះផងចង់ត្រឡប់មកវិញផងប៉ុន្តែដូចនៅកណ្ដាលតលេអញ្ចឹងទៅណាអត់កើតហ្មងតែនៅត្រូវទៅមុខចាហើយដល់ពេលបើសិនជាតាក់ទងនឹង transport ទៅសាលារៀនវិញអាចថាខ្ញុំរៀងស្រួលជាងណានូបន្តិចដោយសារតែនៅខាងជប៉ុននៅជិតដមហ្នឹងគឺមានទាំង train station ហើយនឹង bus station របស់សាលាហ្មងអញ្ចឹងគឺព្រឹកឡើងគេមាន schedule ឡានថាម៉ោងនេះមានឡានមកយើងត្រូវរៀនម៉ោងពេលព្រឹកយើងទៅឈរចាំនៅ station គឺឡានសាលាគេមកយកហ្មងហើយចុះមកវិញមានឡានទៀតអញ្ចឹងរៀងស្រួលអត់ត្រូវចំណាយលុយចាហើយដមហើយនឹងសាលាអាចថាដើរដល់ពេលខ្លះខ្ញុំចង់ដើរហាត់ប្រាណមកពីរៀនវិញខ្ញុំដើរមកដមចាអញ្ចឹងគឺតែមានបបផ្សោតផ្សេងគ្នាតែកន្លែងខ្លះមានស្រួលមានពិបាកអាចនឹងស៊ីគ្នាតិចតួចដូចគ្នាហ្មងហ្នឹងហើយគាត់ថាគាត់នឹកផ្ទះខ្ញុំនឹកផ្ទះតែខ្ញុំគាត់ទៅដល់ភ្លាមខ្ញុំទៅដល់ភ្លាមខ្ញុំកក់ថាគេគេងពីយប់ខ្ញុំទៅដល់ភ្លាមខ្ញុំចង់មកស្រុកខ្មែរភ្លាមខ្ញុំយំតាំងពីនៅលើយន្តហោះអត់ទាន់ landing ទេពីយន្តហោះពេលហ្នឹងខ្ញុំ transport ពីតៃប៉េទៅជប៉ុនអញ្ចឹងគឺខ្ញុំយំតាំងពីនៅលើយន្តហោះconnection flight លើកទី2ហ្នឹងចាប់ដើមយំនឹកផ្ទះប៉ុន្តែបើសិនជាសិស្សប្អូនក៏ដូចជាអ្នកដែលមានបំណងទៅដាក់ឧបករណ៍ហ្នឹងស្ដាប់កន្លែងហ្នឹងហើយកុំសេតបាទកុំសេតមានចំណុចសំខាន់នៅពីកន្លែងហ្នឹងតែប៉ុន្តែដោយសារយើងអត់ដឹងយើងចេះថានឹកផ្ទះក៏ពិតចំណុចហ្នឹងជាចំណុចដែលយើងត្រូវរឹងមាំមែនទេយើងរឹងមាំអញ្ចឹងណាដល់ពេលអញ្ចឹងទៅអញ្ចឹងផ្ដាំទៅអ្នកក្រោយកន្លែងហ្នឹងត្រូវតែរឹងមាំហើយអត់ពិបាកទេហ្នឹងហើយពេលដែលយើងឆ្លងផុត step ហ្នឹងទៅអ្វីគ្រប់យ៉ាងគឺ easy ហើយយូរសុបាយហ្មងមែនទេអាចថាខ្ញុំសុំបន្ថែមបន្តិចអត់ចង់ត្រឡប់មកផ្ទះវិញហ្នឹងហើយយ៉ាងអស់គ្នាត្រូវស្ដាប់ឡើងហ្នឹងគាត់អត់ចង់ទៅមកវិញទេមិនថាមិនចង់ត្រឡប់មាតុភូមិទេប៉ុន្តែចង់នៅឲ្យបានយូរមែនទេចង់បន្តការសិក្សានៅនឹងបានយូរហ្នឹងហើយចាំមានម្ដងបន្តអាចថាចាំមើលតិចទៀតហ្មងអូខេអាចណាត់ដុំដិតចាអាចបញ្ញាបច្ចុប្បន្នចាអូខេបញ្ញាសាស្ត្រយើងក៏មានដែរចាអាហ្នឹងពងតែសម្លឹងមើលទៀតដែរមានហ្មងមានអូខេសាកលវិទ្យាល័យបញ្ញាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងគឺមានឋានៈបញ្ញាបត្រជាន់ខ្ពស់ហើយមានដល់បណ្ឌិតទៀតចាអញ្ចឹងគឺអែមខ្លាំងហើយឱកាសផ្សេងច្រើនណាសម្រាប់ប្រិយមិត្តតាមតាមទេសនានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងសំណួរបន្ទាប់គឺជាសំណួរដែលបងប្អូនប្រកាសជាចង់ឆ្លើយកន្លែងហ្នឹងដោយសារថាពេលទៅដល់ប្រទេសគេភ្លាមយើងតែងតែមានកម្រិតនៃប្រៀបធៀបមួយតើការសិក្សារបស់គេតើដូចយើងអត់មែនទេ
ប៉ុន្តែបងឆ្លងកាត់ការសភាទៅដល់បងប្អូនឬក៏សិស្សច្បងដែលគាត់ទៅមកចំនួនធំទាំងមុនទាំងក្រោយហ្នឹងគាត់តែងតែនិយាយថាអត់មានអីបាក់ទេដោយសារអីបញ្ញាសាស្ត្ររបស់យើងកម្មវិធីសិក្សាគឺដូចអឺរ៉ុបដូចអាមេរិកដូចប្រទេសជប៉ុនដូចប្រទេសកូរ៉េអីចឹងណាបញ្ញាសាស្ត្រយើងដូចជាប្រទេសគេដែរហ្នឹងការសិក្សាហ្នឹងសុំជ័យបងស្រីមើលឥឡូវហ្នឹងដូចខ្ញុំបានបញ្ជាក់ប្រាប់បងមុនហ្នឹងចឹងថាសាកលវិទ្យាល័យបញ្ញាសាស្ត្ររបស់យើងបានត្រៀមខ្លួនយើងទាំងដែលយើងអត់ដឹងខ្លួនចាដល់ពេលចូលដល់កន្លែងហ្នឹងខ្ញុំក៏បានទទួល question ពីបងប្អូនដែលជាប់ក្រោយមកច្រើនគាត់សួរខ្ញុំតាក់ទងនឹងបញ្ហាការរៀនថានៅបញ្ញាសាស្ត្រយើងហើយនឹងពេលយើងទៅដល់ប្រទេសគេហ្នឹងវាខុសគ្នាឬក៏ពិបាកបែបម៉េចពេលដែលខ្ញុំប្រាប់ពួកគាត់ថាដូចជាព្រោះថាយើងបានទៅដល់ហើយយើងដឹងថាដោយសារតែយើងរៀននៅបញ្ញាសាស្ត្រគឺគ្រឹះរបស់យើងគឺអង់គ្លេសអញ្ចឹងទាំង curriculum នៃការសិក្សាsubject អីផ្សេងគឺស្តៀងគ្នាមែនតើអញ្ចឹងខ្ញុំមានអារម្មណ៍ថាដូចជារៀននៅបញ្ញាសាស្ត្រយើងដែរតែគ្រាន់តែនៅក្រៅប្រទេសដល់ពេលដែលខ្ញុំប្រាប់អញ្ចឹងទៅសិស្សបងប្អូនគាត់មានអារម្មណ៍ថាបើឯងជាប់ហើយបើចេះតែស្រួលអញ្ចឹងហើយយើងខំប្រឹងប្រាប់គាត់តែគាត់អត់តន់ជឿជាក់ប៉ុន្តែខ្ញុំទៅគឺពិតជាអញ្ចឹងមែនដោយសារតែសាលាបញ្ញាសាស្ត្ររបស់យើងខ្ញុំចូលមកយើងត្រូវរៀនចប់ថ្នាក់AESP បំពន់ភាសាអង់គ្លេសសិនបានខ្ញុំចូលសកលអញ្ចឹងគឺបានបដោះខ្ញុំមកពីនឹងហើយស្រាប់ហើយអូតាមពិតទៅអាហ្នឹងឋានៈវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកម្ពុជាអូខេឥឡូវក៏មានសិស្សច្រើនដែរមានគេចូលរៀនច្រើនណាស់នៅក្នុងឋានៈអង់គ្លេសរបស់យើងតាមពិតមុនហ្នឹងយើងនិយាយថាបញ្ញាសាស្ត្របានរៀបចំជាកញ្ចប់សម្រាប់មុននឹងដើម្បីឲ្យជាប់អាហារូបករណ៍មែនទេប៉ុន្តែសាប់បងប្អូនសុគៀងគាត់និយាយមិញទៀតគាត់ថាគាត់ទៅរៀបចំជីវិតនៅឯក្រៅប្រទេសមួយទៀតបើថាកាន់នឹងទលំទលាយមែនទេសម្រាប់សាកលវិទ្យាល័យរបស់យើងសម្រាប់បងអូនវិញសម្រាប់ខ្ញុំប៉ិតដូចសុខេងគាត់និយាយចឹងគឺការសិក្សា style នៃការរៀនហ្នឹងគឺយើងធ្លាប់ experience នៅបញ្ញាសាស្ត្រហើយគឺលោកតាចង់shout out ទៅលោកតាដែលគាត់គិតដល់ចៅគាត់កន្លែងហ្នឹងគឺមានន័យថាយើងសាលាយើងទោះបីជាស្ថិតនៅអាស៊ីមែនប៉ុន្តែលោកតាគាត់គិតដល់ចៅគាត់គឺឲ្យបានសិក្សាមានន័យថាcurriculum កម្មវិធីសិក្សាហ្នឹងគឺអាចទៅរៀននៅស្រុកគេបានទៀតគឺសកលហ្នឹងគឺដូចបងលើកឡើងហើយសុខេងក៏លើកឡើងដែរគឺយើងរៀនជាភាសាអង់គ្លេសសុទ្ធហើយបងឯងដឹងថាបើយើងគិតណាគេក៏បាន rank ដែរប៉ុន្តែខ្ញុំមិនដឹង rank លេខប្រហែលនេះគឺថាកូនខ្មែរយើងដែលនិយាយអង់គ្លេសហើយទៅរៀនស្រុកគេហ្នឹងគឺតង់សលេងហ្នឹងគឺស្ដាប់មកព្រោះ natural ហើយដូចខ្ញុំទៅហ្នឹងគេក៏បាននិយាយប្រាប់ចឹងដូចគ្នា natural ហើយជាទូទៅដូចសិស្សបញ្ញាសាស្ត្រយើងហ្មងឥឡូវយើងនិយាយសិស្សបញ្ញាសាស្ត្រយើងហ្មងគឺព្យាយាមឲ្យកូនសិស្សហ្នឹងមានន័យថាអត់កាច់តង់ទៅតាមស្រុកគេពេកទេគឺមានន័យថាឲ្យ natural តាមភាសាដែលគាត់មានពីកំណើតហ្មងអញ្ចឹងទៅមានអារម្មណ៍ថាស្ដាប់មកព្រោះបងអត់ដូចយើងនិយាយកាច់តង់អីច្រើនវាថាដូចបើយើងនិយាយភាសាយើងអត់ចាំបាច់ប្រឹងនេះនិយាយទៅធម្មតាគេស្ដាប់ជួលយល់ច្រើនទោះបីខ្ញុំទៅហ្នឹងគឺខ្ញុំនិយាយមួយអ្នកបើកឡានដែលគាត់នៅប្រទេសអង់គ្លេស10ឆ្នាំហើយគាត់ជួលខ្ញុំគាត់ដូរមកនៅអេស្ប៉ាញហ្នឹងគាត់ជួលខ្ញុំទៅស្ថានភាពហើយខ្ញុំក៏បាននិយាយមួយគាត់ហោហាយចឹងទៅគាត់ទៅសើដែរថាអង់គ្លេសល្អហើយខ្ញុំសួរមកពីណាបញ្ញាសាស្ត្រហើយក៏បានប្រាប់គាត់ថាអូខេព្រោះយើងមាន page ស្លាយយើងអញ្ចឹងទៅគាត់មើលទៅហើយក៏យ៉ាពេលដែលនឹកឃើញដល់ពេលហ្នឹងគឺអត់ដែលភ្លេចគុណបញ្ញាសាស្ត្រហើយអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំគិតថាល្អខ្លាំងមែនតើពីព្រោះហេតុអីដូចសុខៀងគាត់និយាយគឺការសិក្សាឯងដូចគ្នាប្រាប់សិស្សបងអូនហ្នឹងទៅមកក៏ខុសតែទីតាំងឯងតែបើការសិក្សាវិញគឺដូចគ្នាទាំងអស់អូអញ្ចឹងមើលថាការតែងាយស្រួលតែមកតាមទស្សនាគឺស្រួលខ្លាំងមែនតើយើងថាមានអារម្មណ៍ថាដូចសាលាយើងតែដូចសាលាយើងមានអារម្មណ៍កក់ក្ដៅមែនអត់អញ្ចឹងការសិក្សារៀនសូត្ររបស់យើងក៏គ្មានការព្រួយបារម្ភដែរអញ្ចឹងយើងធូរអារម្មណ៍យើងសប្បាយចិត្តយើងរៀនចូលយើងរៀនបានច្រើនបងហើយក៏ចង់បន្ថែមមួយណានោះដែរសាលារបស់យើងវាអាចថាមានលក្ខណៈពិសេសមួយទៀតគឺfounder ដូចជាលោកតាក៏គាត់ចូលថ្នាក់បរិញ្ញាគាត់មានថ្នាក់លោកតាមួយដែរគឺបណ្ដុះគុណធម៌ចាបណ្ដុះគុណធម៌ខ្ញុំក៏បានឆ្លងកាត់ថ្នាក់លោកតាមុនឡើងទៅជប៉ុនដែរអញ្ចឹងអាចថាវាជា unique មួយនៃសាលាយើងគឺតាំងពី founder ក៏គាត់បរិញ្ញាអញ្ចឹងអាចថាចែកម្លែកបទពិសោធន៍ផ្ទាល់របស់លោកតាមានប៉ុន្មានលោកតាចែកឲ្យចៅចៅទាំងអស់ហើយបន្ទាប់មកទៀតលោកពូដែលគាត់ទៅឡើងក៏គាត់បានចូលថ្នាក់បរិញ្ញាអញ្ចឹងគឺបទពិសោធន៍
គឺបានពី real life បានពីសង្គមពិតអាចយើងមានប្រយោជន៍សម្រាប់សិស្សច្រើន ហ្នឹងហើយតែពិតលោកតាគាត់បានរៀបចំជូនចៅគាត់ជាកញ្ចប់ហ្នឹងគឺមានអារម្មណ៍ថាយើងសប្បាយចិត្តហ្មងស្ដាប់មករំភើបជំនួសហ្មងអញ្ចឹងបើសិនជាបងវិញនឹងសប្បាយចិត្តមិន ហ្នឹងហើយបងយើងគិតទៅដូចជាគាត់ដូចជាយើងដាក់ពាក្យថាវិរៈបរោះដូចពិបាកទៀតដូចគាត់ជួយចៅគាត់ច្រើនពេកហ្មងហើយអាយុ90នេះជាងហើយនៅតែគាត់ពង្រឹងឲ្យមួយទៅដូចសុខៀងគាត់និយាយអញ្ចឹងអាហ្នឹងចំណុចសំខាន់ណាស់បងពីព្រោះយើងទៅរៀនអឺរ៉ុបឬក៏គេទៅរៀនអីដូចគេចង់បានសិស្សពីសាលាមួយមានន័យថាnot just only academic របស់គាត់ប៉ុន្តែមើលទៅអត្តចរិតរបស់គាត់ពេលខ្លះអាការសាពះរបស់យើងសួស្ដីជំរាបសួរគាត់ហ្នឹងគាត់មិនដឹងប៉ុន្តែពេលនេះទៅអាហ្នឹងគឺជា traditional មួយអាហ្នឹងនិយាយថាភាពទន់ភ្លន់របស់យើងហើយដូចសុខៀងគាត់និយាយមិនអញ្ចឹងគឺយើងមានបញ្ញាសាស្ត្រយើងបើយើងគិតថា academic និយាយទៅតាំងដំបូងមកហ្មងតាំងថ្នាក់វិសាអង់គ្លេសប៉ុន្តែយើងចង់បដោតទៅលើ academic គឺទីមួយហ្នឹងគឺយើងរៀន foundation year គឺឲ្យសិស្សបងអូនយើងមកមានន័យថាអូខេអូនឯងបាច់តាន់រើ major ឯងអូនឯងរៀនពី10មកហ្នឹងសិនពេលអ្នកខ្លះដូចយើងនេះយើងចង់រៀន TESOL ចឹងទៅបន្ទាប់ហើយបន្ទាប់យើងរៀនពី10មកហ្នឹងហើយគាត់អាចថាចង់ដូរទៅរៀន IR អីចូលវិញចឹងទៅអញ្ចឹងបញ្ញាសាស្ត្រយើងគាត់ថាយូរនេះកន្លែងហ្នឹងបងអត់ព្យាយាមឲ្យសិស្សគាត់ខកបំណងក្នុងការរើជំនាញគឺអូខេអូនឯងរៀនពី10មកហ្នឹងសិនស្វែងរកខ្លួនឯងពីមួយឆ្នាំហ្នឹងរកខ្លួនឯងឲ្យឃើញសិនថាខ្លួនឯងចូលចិត្តបែបណាហើយបន្ទាប់ហើយឆ្នាំទី2ចាំយើងរើហើយមួយវិញទៀតឆ្នាំទី2ហ្នឹងយើងបញ្ចូលការសិក្សាដូចសុខឿនគាត់និយាយអញ្ចឹងគឺ personal growth ចរិយាធម៌គុណធម៌សិលធម៌អីរៀននៅក្នុងហ្នឹងទាំងអស់ហើយសភៅរបស់យើងមិននិយាយទេបងសភៅបញ្ញាសាស្ត្ររបស់យើងក្រាក់ហើយបើសួរថាអានសភៅបញ្ញាសាស្ត្រហើយតែអាននៅស្រុកគេខ្ញុំគិតថាស៊ីផុយបងព្រោះយើងក្រាក់បងហើយនៅនោះគេមានព្រោះនៅនោះគេដោយសុខឿនគាត់សើproject ឲ្យគឺរៀនគឺគ្រូអត់សូវនេះមកយើងមិនមែនប៉ុន្តែយើងត្រូវរៀនខ្លួនឯងទោះបីយើងរៀននៅខ្មែរក៏ដោយគឺយើងត្រូវចូលបណ្ណាល័យហើយមួយវិញទៀតបញ្ញាសាស្ត្រយើងពីធ្វើឲ្យសិស្សស្រាប់ទៀតបណ្ណាល័យឥឡូវដូចជាមានគេ reading club អីទៀតហើយបងហ្នឹងហើយ reading ហើយបំពន់សិស្សកន្លែងខាង reading អីហ្នឹងហើយបន្ទាប់ពីថ្នាក់ហ្នឹងហើយមានថ្នាក់នាំច្រើនទៀតដូច CEO ក៏គាត់បរៀនហើយដូចអ្នកមានជំទាវក៏ដូច Sophia គឺបរៀន8ទៀតគឺឲ្យសិស្សកុំគិតពីនេះពេកការសិក្សាពេកគឺថាអាពេកហ្នឹងកុំនេះពេកមើលសុខភាពយើងផងអូខេដូចបងមានប្រសាសន៍ចឹងគឺទាំងកញ្ចប់ហ្មងអូខេកញ្ចប់ហ្នឹងគឺត្រូវហើយមួយទៅខ្ញុំ shout out ទៅមួយទៀតទៅលោកគ្រូជាសុភាគាត់អ្នក say recommendation ខ្ញុំឲ្យខ្ញុំដែរគឺបញ្ញាសាស្ត្រយើងគឺមានអាកិច្ចសហប្រតិបត្តិការមួយទូតអាមេរិកបងអញ្ចឹងគ្នាយើងដែលចង់មានន័យថាមើល workshop អីទៅមាន event រាល់ទឹកត្រូវហើយបើសិស្សបញ្ញាសាស្ត្រយើងគិតថា special ហ្មងគឺអាចទៅរៀនអាចទៅដកស្រង់ឲ្យ speaker សិតតែជួលថ្លៃហ្មងហើយមកពីស្រុកគេទៀតហើយបញ្ញាសាស្ត្រយើងគិតដល់នឹងទៀតខ្ញុំគិតថាលោកតាហើយជាមួយនឹង top management team ទាំងអស់ហ្នឹងគឺអស្ចារ្យខ្លាំងមែនតើអូខេទាំងការទូតទាំងការសហការប្រតិបត្តិការគឺបញ្ញាសាស្ត្រយើងកន្លែងហ្នឹងល្អមែនតើបើសិនជាគាត់គ្មានកិច្ចសហប្រតិបត្តិការល្អទេពួកយើងបកកែក៏មិនបបាក់ដឹកដៃទៅដែរមែនទេយើងអត់មានឱកាសហ្នឹងហើយយើងមានឱកាសតែនេះជាឱកាសមួយដែលល្អមែនទែនសម្រាប់គ្នាយើងសម្រាប់program របស់បញ្ញាសាស្ត្ររបស់យើង foundation ចុងក្រោយដំបូងគេហ្នឹងសំខាន់ណាស់មែនតើតងទៅនឹងគេទៅសហគមន៍បាទការអនុវត្តដូចជាប្រពៃណីខ្មែរនិយាយទៅទី1គឺអត់ចោលខ្មែរទេខ្មែរត្រូវតែមានដាច់ខាតទាំងអស់ហ្នឹងដែរអញ្ចឹងសូមផ្ដាំទៅម្ដងទៀតទៅដល់ប្រិយមិត្តតាមទេសនាឬក៏សិស្សជំនាន់ក្រោយកុំភ្លេចបញ្ញាសាស្ត្ររបស់យើងដែលមានគេហៅថាកម្មវិធីសម្បូរបែបហ្មងថាច្រើនវាមិនច្រើនប៉ុន្តែក៏ពិតទៅសម្បូរបែបហ្នឹងន័យថាយើងទៅណាក៏ចុះដែរយើងទៅណាក៏បានដែរក្រៅប្រទេសនិយាយទៅទូទៅពិភពលោកអីមានកិច្ចសប្បុរសការច្រើនណាស់យើងមើលក្នុង website យើងដឹងហើយ website puc.kh ហ្នឹងយើងអាចចូលទៅតាមទស្សនាបានហើយកុំភ្លេចជាមួយនឹងបើកវគ្គសិក្សាថ្មីរបស់យើងនៅខែមករាឆ្នាំ2026ខាងមុខនេះហើយគឺថ្ងៃទី5គឺម្ដងទៀតគឺថ្ងៃទី5ខែមករាឆ្នាំ2026អូខេបាទអញ្ចឹងបងប្អូនកុំភ្លេចជាមួយនឹងការចូលធ្វើថ្មីរបស់យើងបាទចុះឈ្មោះទាំងអស់គ្នាអូខេមកជួបបងដើម្បីទៅបានបទពិសោធន៍ថ្មីតែយើងមានកម្មវិធីច្រើនដើម្បីចែករំលែកបទពិសោធន៍ដូចជា education fair ដូចជាការសុភាការចែករំលែក workshop ផ្សេង workshop ក៏ច្រើនទៀត
សហគមន៍ក៏ច្រើនទៀតអញ្ចឹងកន្លែងហ្នឹងតាំងចំណេះដឹងក៏ដូចជាខាត់ធ្វើបនធ្វើទៀតអូ មានទាំងអស់ អូ បងសុំថែមមួយទៀតបានទេ ជើញ ដូចសិស្សដែលគាត់ចង់មករៀននៅសាលាយើងខ្ញុំគិតថានឹងសាលាផ្សេងៗអត់ងាយមានទេណាបងគឺប្រម៉ូតសិស្ស អូ គឺយើងប្រម៉ូតសិស្ស សំខាន់ណាស់ ដូចសិស្សណាមិនមែនសិស្សណាដែលគាត់ចង់នេះសមត្ថភាពដូចជាយើងមានក៏មាន volunteer អីដែរហើយដូចខាងបងអញ្ចឹងបង media អញ្ចឹងមានន័យថាសិស្សដែលរៀននៅបញ្ញាសាយើងមានឱកាសប្រម៉ូតខ្លួនឯងច្រើន ហ្នឹងហើយ មានន័យថាការសិក្សាយើងអត់នេះទេប៉ុន្តែបើអត់បងដែល media ដែលជួយជ្រោមជ្រែងនៅពីក្រោយហ្នឹងការផលិតវីដេអូហើយនឹង quality of video ហ្នឹងក៏ចេញមានដែរអញ្ចឹងខ្ញុំគិតថាបញ្ញាសាហ្នឹងគឺមានកន្លែងហ្នឹងមួយទៀតបើយើងនិយាយសុស្ដាប់ទៅអត់ប្រកាន់ច្រើន ចា អូខេត្រូវ ដោយសុខៀងគាត់ថាគាត់មកពីខេត្តអញ្ចឹងឥឡូវខ្ញុំនិយាយត្រង់ទៅសុខៀងគាត់អាចគាត់ថាគាត់មកវីដេអូមើលវីដេអូគាត់ពីក្មេងអាចមើលវីដេអូគេថាចុងគេនិយាយនេះណាគេនិយាយអាចថាអ៊ុយឡយបាន post អីហ្នឹងប៉ុន្តែឥឡូវដោយសារសុខៀងគាត់សកលត្រូវឲ្យមួយវិញទៀតគាត់ថែមទាំងមានសមត្ថភាពទៀតហើយប៉ះសាលាល្អធីមល្អដូចបង media ទៀតមានគ្រឿងសម្បូរបែបហ្នឹងទៀតអញ្ចឹងខ្ញុំគិតថាហូរណាទៀតកន្លែងដែលប្រម៉ូតយើង អូខេ បានតាំងប្រម៉ូត ថាសម្រាប់ខ្ញុំអត់ដែរសម័យថាខ្ញុំមកអាចអង្គុយ podcast ជុំគ្នាមួយបងនិយាយគ្នាមួយណានូថ្ងៃហ្នឹងគឺអត់ដែរសម័យគិតថាមានថ្ងៃហ្នឹងឯង ដូចគ្នា ប៉ុន្តែដូចណានូគាត់បានប្រាប់មុនហ្នឹងអញ្ចឹងថា foundation year ហ្នឹងគឺដូចជាឱកាសល្អមួយសម្រាប់ដូចខ្ញុំមកពីខេត្តខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់អីឬក៏ចូលចិត្តអីទេអញ្ចឹងនៅពេលដែលខ្ញុំចូលមកបញ្ញាសាស្ត្រគឺបានឲ្យខ្ញុំរកខ្លួនឯងឃើញវាថាយើងចង់ទៅធ្វើ business ឬក៏ចង់ធ្វើអីគឺយើងមាននៅហ្នឹងហ្មងកុំឲ្យយើងសម្រេចចិត្តថាយើងរៀននៅនេះខុសមុខវិជ្ជាដែលយើងអត់ពេញចិត្តឡើងមួយឆ្នាំពីរឆ្នាំហើយយើង back មកវិញគឺវាខាតពេលអញ្ចឹងនៅបញ្ញាសាស្ត្រកន្លែងហ្នឹងគឺល្អមែនតើហើយមួយទៀតតកតងទៅនឹងការដូចណានូបញ្ជាក់ហ្នឹងយើងចក្យាធម៌កាយវិការរបស់យើងតកតងទៅនឹងក្រៅប្រទេសអាហ្នឹងយើងសម័យខ្លួនឯងបើយើងជាម្ចាស់ផ្ទះហើយមានភ្ញៀវហ្នឹងចង់ចូលផ្ទះយើងមិនត្រូវមើលគាត់ពីលើដល់ក្រោមការស្លៀកពាក់អត្តចរិតរបស់គាត់បែបម៉េចបើសិនជាគាត់មិនល្អចរិតចេញមកដើរកោងកាចយើងឲ្យគាត់ចូលអត់ឲ្យចូលទេអញ្ចឹងគឺបើយើងចង់ទៅក្រៅប្រទេសកន្លែងហ្នឹងក៏គេមើលយើងដែរមុននឹងយើងគេទទួលយើងចូលប្រទេសគេគិតថាតែម្នាក់ហ្នឹងចូលទៅបកកបញ្ហាដល់គេអត់ដល់សង្គមគេអត់ដល់សាលាគេអត់អញ្ចឹងគឺគេមើលទាំងអស់តែហ្នឹងគឺបញ្ញាសាស្ត្របានគិតគូរវាថាជាចំណុចមួយដែលកម្រមានអ្នកគិតគូរដល់មិញបងអូនអនុហើយនិងបងសុគៀងគាត់លើកឡើងចំណុចពិសេសរៀងខ្លួនឯងកន្លែងហ្នឹងណាកន្លែងហ្នឹងដែលថាកម្មវិធីសិក្សាល្អពីដំបូងមានចរិយាធម៌ចរិយាវិយាក៏ដូចជាសមត្ថភាពប៉ុន្តែបើយើងនិយាយឲ្យច្បាស់លាស់ទៅគឺថាដល់នោះក៏បានរៀបចំកន្លែងហ្នឹងឥឡូវគាត់រៀបចំតាំងពីប្រហែល20ឆ្នាំជាងហើយ30ឆ្នាំហើយ20ជាងឆ្នាំចុះអូខេណាយើងរាប់តាំងពី96 97មកការបង្កើតបញ្ញាសាស្ត្រមកគឺ program នេះមានស្រាប់តាំងវិស័យឯកជនក៏ដូចជាវិស័យរដ្ឋត្រូវការណាស់គឺអ្នកមានសមត្ថភាពក៏ដូចជាមានសិលធម៌ល្អចា៎កន្លែងណាដូចកន្លែងណាដែរបើសិនជាយើងគ្មានសិលធម៌គ្មានគុណធម៌ក្រុមហ៊ុនឬក៏រដ្ឋការងាររដ្ឋផ្សេងក៏គាត់មិនសូវជាសប្បាយចិត្តនឹងទទួលយកដែរដោយសារអីវាជាកញ្ចក់ឆ្លោះជាប្រទេសយើងមួយទៅក្រៅប្រទេសមែនទេអញ្ចឹងក៏បានរៀបចំមកហ្នឹងគឺត្រូវណាមែនទេហើយឡើយហ្នឹងខ្ញុំក៏បានសង្កេតឃើញដែរថា search បងនៅដែលគាត់ចប់ពីសាលាបញ្ញាសាស្ត្ររបស់យើងមានធ្វើការបម្រើការនៅក្នុងជួររាជរដ្ឋាភិបាលក៏ច្រើនតាមក្រសួងនានាចា៎អូកន្លែងហ្នឹងចេះកន្លែងហ្នឹងឃើញថាធ្វើការរដ្ឋច្រើនហ្នឹងបងគាត់ថាពេលដែលគាត់ទៅសភាគាត់មានអារម្មណ៍ថាគាត់ពិសេសជាងគេមែនណាតែភាសាជាងគេពេលដែលសភា CV អ្នកដតីនៅផ្សេងតែ CV ដែលមកពីបញ្ញាសាស្ត្រហ្នឹងគឺគាត់ដាក់មកឡៃដំបូងគាត់ថាភ័យតែពេលគាត់នឹកឃើញថាសិស្សបងគាត់ច្រើនទៀតក៏ធំនិយាយថាកុំភ័យពួកយើងប្រកាសជានៅរ៉េងខ្ពស់ជាងគេហើយគាត់ដាក់មកខាងគាត់សង្ឃឹមហ្មងគាត់សង្ឃឹមថាអូនឹងបានជាផលល្អមួយមែនអត់បងអត់ហ្នឹងហើយបងពីព្រោះខ្ញុំគាត់ថា logo ហ្នឹងសំខាន់ណាស់បងពីព្រោះ logo សាលានីមួយៗវាពេលខ្លះសិស្សហ្នឹងគេអាចមើលបានដូចដែលយើងចូល workshop បងដែលដូចសុខៀងគាត់និយាយអញ្ចឹងដែលបម្រើការងារដែលគាត់ rank ខ្ពស់ៗអញ្ចឹងគាត់ខលឺសិស្សបញ្ញាសាស្ត្រគឺ50-60% គឺទទួលគាត់ហើយមានថាក្នុងចិត្តគាត់អញ្ចឹងត្រូវការតែដូចសុខៀងគាត់និយាយអញ្ចឹងអូខេការនិយាយស្ដីមិនដែរសមត្ថភាពពេលខ្លះគេអត់តេស្តផងពីព្រោះសមត្ថភាពឬក៏អាចចំណេះដឹងក្នុងការងារហ្នឹងគឺអាចបរៀនបាននេះប៉ុន្តែអាចរិយាឬក៏អសិលធម៌របស់យើងការគោរពអ្នកដទៃហ្នឹងហ្មងគឺសំខាន់មែនទែនក្នុងការធ្វើការងារហ្នឹងហើយអញ្ចឹងមុនហ្នឹងយើងសំណួរសួរយើងតាក់ទងជាមួយនឹងបទពិសោធន៍នៅឯក្រៅប្រទេសហ្នឹងហើយយើងក៏បានបាយសាចមកដល់
ក្នុង មក ប្រ ប្រ ទេស ទេស វិញ យើងវិញ ចា៎ តាក់ទងជាមួយដើម្បីអីដើម្បីថាអូនៅតម្រាំទៅដល់ហ្នឹងណាយើងមានភាពខ្លាំងនៅកន្លែងនេះរួចហើយបងសុំសួរទៅកន្លែងបរិយាកាសនៅកន្លែងហ្នឹងណាបរិយាកាសកន្លែងហ្នឹងដឹងថាកម្មវិធីសិក្សាគឺដូចយើងហើយប៉ុន្តែការ make friend ក៏ដូចជាតំណែងតំណងដោយសារតែសាកលវិទ្យាល័យយើងមានតំណែងតំណងល្អឲ្យមានកម្មវិធីសិក្សាពីការតំណងពីសិស្សទៅសិស្សពីសិស្សទៅគ្រូពីគ្រូមកសិស្សឬក៏ពីសិស្សទៅសហគមន៍អញ្ចឹងសម្បូរបែបហ្នឹងណាអញ្ចឹងដល់ពេលដែលយើងទៅដល់ហ្នឹងតើវាជាការតំណែងតំណងបែបណាដែរជាមួយសិស្សនិងគ្រូបរិយាកាសក៏ដូចជាសង្គមនៅក្នុងប្រទេសហ្នឹងអញ្ជើញទៅបងអនុបងទៅ ចំពោះការតំណែងតំណងវិញបងពីព្រោះនៅខ្ញុំសម្រាប់ខាងសុគីខ្ញុំមិនដឹងប៉ុន្តែនៅខាងខ្ញុំវិញព្រោះយើងមានថាយើងជាប់អាហារូបករណ៍ហ្នឹងរបស់ Erasmus Plus អញ្ចឹងគឺគាត់លឺសិស្ស Erasmus គេចាប់អារម្មណ៍មានថាហ្នឹងគឺជា organization មួយធំប្រចាំអឺរ៉ុបមកបងគាត់លឺ Erasmus សិស្ស Erasmus ខ្ញុំគេមើលហ្មងថាអូខេសិស្សហ្នឹងអាចថាដូចយើងតំណាងមួយ represent មួយចឹង represent ហើយសម្រាប់គ្រូគាត់ឃើញហ្នឹងញ៉ាំដូចនេះដែរប៉ុន្តែបើគាត់មើលទៅគាត់ថាអូអញ្ចឹងការបរៀនរបស់គាត់ដូចយើងអញ្ចឹងពេលដែលយើងជួបអ្នកដែលមានរែងធំជាងធូនសលេងអាការបរៀនរបស់យើងហ្នឹងក៏ត្រូវមើលតិចដែរព្រោះហេតុអីមានសិស្សអន្តរជាតិហើយដូចខ្ញុំមួយសុខៀងអញ្ចឹងទៅរៀនសាលាគេអញ្ចឹង more or less តិចឬក៏ច្រើនគឺយើងនឹងប្រាប់ឲ្យថាអូសាលានេះល្អចេះគ្រូច្បាស់ បើតាក់ទងមកខ្ញុំវិញអាចថាប្រទេសជប៉ុនជាប្រទេសមួយដែលយើងល្បីថាជាប្រទេសដែលផលឡាយមានការគ្រប់គ្នាទៅវិញទៅមកហើយមួយទៀតតាក់ទងនឹង connection រវាងសាលាយើងនិងសាលានៅជប៉ុនគឺគាត់គិតគូរផ្ដល់ភាពកក់ក្ដៅដល់សិស្សនៅខ្មែរខ្ញុំថាពេលដែលខ្ញុំទៅដល់ជប៉ុនលោកគ្រូគាត់តាក់ទងសួរពីសុខទុក្ខរបស់យើងមិនហើយទៅដល់នោះបែបម៉េចពេលដែលយើងទៅដល់នោះគឺយើងមានកក់ក្ដៅមួយទៀតថាពួកគាត់ទទួលស្វាគមន៍យើងបានល្អគឺថាគាត់យកចិត្តទុកដាក់មកយើងបើតាក់ទងជាមួយនឹងការរាប់អានមិត្តភ័ក្តិវិញគឺគេរៀបចំឲ្យយើងហ្មងគឺសិស្សបរទេសម្នាក់មានសិស្សជនជាតិជប៉ុនម្នាក់វាថាត្រូវធ្វើជាមិត្តភ័ក្តិមួយគ្នាបរិញ្ញាអាចថាពេលខ្លះខ្ញុំមាន assignment ជាភាសាជប៉ុនខ្ញុំអាចសួរពួកគាត់ឬក៏កន្លែងដំណើរកំសាន្តនៅចិត្តសាលាពួកគាត់អាចជូនទៅអញ្ចឹងគឺអាចថាសាលាយើងគឺគិតគូរពីសិស្សគាត់បាន make connection គ្នារៀបចំឲ្យសិស្សអត់ឲ្យមានការពិបាកអីអញ្ចឹងសម្រាប់ខ្ញុំបើតាក់ទងនឹង friend អត់ទៅអីទេព្រោះយើងប្រើភាសាអង់គ្លេសស្រាប់ពេលដែលមាន friend មកពី international ដូចពួកខាងអឺរ៉ុបឬក៏ខាងអាស៊ីយើងគឺយើងអាច adapt ទៅបានទាំងអស់អាចថាខ្ញុំ make friend បានច្រើនអូតាមពិតទៅដោយសារតែយើងនៅខ្មែរនេះថ្នាក់យើងរៀនហ្នឹងបានថាដោះខាត់យើងរួចហើយហ្នឹងគឺទៅដល់នោះគឺត្រូវគេហ្មងដោយសារតែធម្មតាបើសិនជាគេល្អប៉ុន្តែយើងអត់មានអត្តចរិតល្អទេក៏គេមិនចូលរួមមួយយើងដែរមែនទេដូចណានោះថាបើយើង respect គេគឺគេ respect យើងហ្នឹងហើយត្រូវហើយអញ្ចឹងបើថាតំណែងតំណងនិយាយទៅតំណែងតំណងក៏កាន់តែល្អទៀតយើងប្រកែតំណែងតំណងយើងអត់ល្អក៏បាទដែរណាអូខេក៏បាទដែរក្នុងហ្នឹងអូខេជោគយើងនិយាយគ្នាច្រើនហើយយើងទទួលបានបទពិសោធន៍ទាំងការសិក្សាទាំងដាក់អាហារូបករណ៍ច្រើនហើយជាចុងក្រោយអាចថាជាចុងក្រោយដោយសារតែយើងពេលវេលាយើងគៀកហើយអញ្ចឹងសូមបងអូនសុគៀងតែម្ដងដែលថាបងអូនមានអីទៅផ្ដាំផ្ញើទៅដល់អ្នកដែលមានបំណងដាក់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញសាកម្ពុជាយើងហើយនឹងអ្នកដែលមានបំណងចង់មកសិក្សានៅសាកលវិទ្យាល័យរបស់យើងមកអាចថាជាសិស្សបងអូនចុះដោយសារយើងរៀនមុនដែរអញ្ចឹងណាអញ្ចឹងសូមបងអូនអញ្ជើញតែម្ដងហើយចំណុចពិសេសអីគេខ្លះតែថា tip គួរតែខ្ញុំត្រូវតែរើសយកបញ្ញាសាស្ត្រហ្មងដោយសារគាត់ unique ជាងគេអីចឹងទៅអញ្ជើញអាចថាកន្លែងហ្នឹងខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនដែលអាចថាខ្ញុំមកពីខេត្តអញ្ចឹងប្រហែលជាមានបងប្អូនជាច្រើនដែលគាត់ឡើងមកពីខេត្តមកសិក្សារាជធានីភ្នំពេញអញ្ចឹងបើសិនជាមាន vision ដូចខ្ញុំយើងចង់បន្តការសិក្សានៅក្រៅប្រទេសយើងចង់ចូលរួមការងារស្ម័គ្រចិត្តចង់ build background ខ្លួនឯង credit ខ្លួនឯងមុននឹងយើងចូលទៅ real world យើងបញ្ចប់ university ទៅខ្ញុំសូម recommend ថាបើចង់មកបានជាកញ្ចប់ដូចបងបានលើកឡើងមុនហ្នឹងអញ្ចឹងគឺអាចថាបញ្ញាសាស្ត្រគឺជាកន្លែងមួយដែលល្អបដោះទាំងគុណធម៌មានទាំងឋានៈសិក្សាបែបស្តង់ដារបរទេសអញ្ចឹងគឺបញ្ញាសាស្ត្រល្អមែនតើបើសិនជាបងប្អូនកំពុងតែមានការពិបាកនៅក្នុងការសម្រេចចិត្តនៅក្នុងការរើសសាកលវិទ្យាល័យអាចមកទស្សនាឬក៏មកមើលនៅសាលាសួរព័ត៌មានសិនក៏បានដែរអាចថាដូចខ្ញុំដូចណាណូបានបញ្ជាក់អញ្ចឹងគឺសាលាមានរយៈពេលទុកឲ្យយើងស្វែងរកខ្លួនឯងទៀតនៅក្នុង foundation year ហ្នឹងអញ្ចឹងកុំឲ្យយើងចំណាយពេលថាអូយើងបានរៀនមុខវិជ្ជានេះពាក់ពេល2ឆ្នាំហើយយើងរកឃើញខ្លួនឯងថាខ្ញុំអត់ចូលចិត្តអាហ្នឹងឯងអញ្ចឹងវាអាចថា wasting time អញ្ចឹងបើសិនជាយើងអត់ទាន់ច្បាស់ថាខ្លួនឯងចង់ធ្វើអីឬក៏ចង់រៀនអីទេអាចមកសាកនៅបញ្ញាសាស្ត្ររកខ្លួនឯងនៅនេះសិនដូចខ្ញុំអញ្ចឹងចាអាចដូរបាន subject បានទៀតអាចថារៀងផ្លាស់ប្ដូរ credit គ្នាចាងាយស្រួលមែនតើហើយបើសិនជាអាចថាដូច
ចង់មានថ្ងៃណាមួយមកអង្គុយជា guest speaker នៅ podcast ជាមួយបងអីអាហ្នឹងក៏អាចថាដូចណានោះថាយើងមានឱកាសច្រើននៅបញ្ញាសាស្ត្រយើងមានឱកាសច្រើនទាំងការធ្វើការងារស្ម័គ្រចិត្តអាហ្នឹងក៏ជា credit របស់យើងមួយដែរពេលដែលយើងទៅយើងចង់ចូលធ្វើជាការងាររដ្ឋអាហ្នឹងក៏ខាងគាត់មើលកន្លែងហ្នឹងដែរ អូខេ ចា មើលស្រាប់នៅតែមានអីពិសេសទៀតសិនតែមានពិសេសឥឡូវចាំមកស្ដាប់ពិសេសពីអូនអនុវិញទៅដល់សិស្សបងរបស់យើង អូខេបងចំពោះផ្ញើសារវិញសុគៀងរកផ្ញើសារឲ្យអញ្ចឹងសម្រាប់ខ្ញុំជាដំបូងខ្ញុំសូមអរគុណម្ដងទៀតដល់តាមដិតកុលភេងដែលបេដាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដែលបានបង្កើតសាលាមួយនេះឡើងគឺអស្ចារ្យមែនទែនសម្រាប់ចៅៗគាត់គឺជាយ៉ាងអាចថាជា legacy របស់គាត់ហើយមួយមែនទៀតសម្រាប់top management team បើខ្ញុំនិយាយរឿងការរៀនស្រុកគេវិញខ្ញុំនឹកឃើញដល់ប្រសាសន៍របស់អាដាមកុលភេងវឌ្ឍនាឥឡូវក៏គាត់ជាគ្រូខ្ញុំនៅខាង ហ្នឹង exit exam គឺអ្វីខ្ញុំចាំហ្នឹងគឺគាត់ប្រាប់គាត់សារប្រាប់ក្មួយគាត់មែនតើថាបើតើចង់រៀនឬក៏ចង់ជិះយន្តហោះហើយគេ pay អីឲ្យមកចប់អត់បាច់ចេញលុយអត់ អូខេអាដាមកុលភេងវឌ្ឍនា ហើយពេលដែលខ្ញុំស្ដាប់ភាសាគាត់ទៅថ្លៃថ្លាមួយហ្នឹងគឺនឹកឃើញដល់បញ្ញាសាស្ត្រយើងហ្មងគឺអាហារូបករណ៍គឺអត់ឲ្យសិស្សបាក់ច្រើនទេគឺ cover ឲ្យសិស្សទាំងអស់ប៉ុន្តែសួរ back ទៅវិញថាសិស្សចេះចាយអត់តែចាយ over limit កន្លែងអាហ្នឹងបែរប៉ុន្តែបើសួរវិញថាបើយើងចាយចេះនេះគឺចាត់អស់ឲ្យបងសល់ខ្វាយខ្ញុំមកវិញខ្ញុំសល់500 វ៉ា ការផ្ដាំផ្ញើនេះគឺបោះក្បាយហើយប្រិមត្តតាមទេសនាច្បាស់ប្រកាសជាកំពុងតែមើលហើយញញឹមហើយនៅមានកម្លាំងចិត្តហើយក៏បានកត់ទុកនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហ្នឹងគឺនៅលេខរៀងទី1ហើយដោយសារតែយើងស្ដាប់ទៅមានអារម្មណ៍ថាវាសម្បូរបែបណាហើយផ្ដោតភាពងាយស្រួលអ្វីដែលសិស្សដែលគាត់មានម្ដងចង់ទៅសិក្សានៅសាកលវិទ្យាល័យណាអ្វីដែលគាត់ពាក្យថាកង្វល់ជាងគេគឺការសិក្សាដែលថាលំបាកឬក៏ស្រួលបាទតែសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងអាចថាមិនស្រួលទេប៉ុន្តែសម្បូរបែបកាលណាដែលសម្បូរបែបហើយគឺយើងផ្ដល់នូវភាពងាយស្រួលតាមដំណាក់កាលហើយអញ្ចឹងការលំបាកហ្នឹងក៏លែងទៅជាការលំបាកដែរទៅចាប់ទុកវាជារបស់ដែលយើងត្រូវ challenge វិញរបស់ដែលយើងត្រូវតតាំង ពិវត្តខ្លួនចា៎ ខ្លួនជាមួយនឹងពាក្យថាគោលបំណងរបស់យើងដើម្បីចង់បានការងារក៏ដូចជាទៅគោលដៅធំផ្សេងៗទៀតអញ្ចឹងពេលនេះគឺជាពេលដែលយើងត្រូវបញ្ចប់ហើយដោយសារតែយើងជជែកគ្នាបានសម្បូរបែបហើយអញ្ចឹងសូមអរគុណទៅដល់ប្រិយមិត្តតាមដានទេសនាហើយកុំភ្លេចសាកលវិទ្យាល័យបញ្ញាកម្ពុជារបស់យើងនឹងចាប់ផ្ដើមនៅកម្មវិធីសិក្សាថ្មីនៅថ្ងៃទី5ខែមករាឆ្នាំ2026ខាងមុខនេះបាទកម្មវិធីនេះគឺយើងដល់ទីបញ្ចប់ហើយសូមអរគុណទៅដល់ប្រិយមិត្តតាមដានទេសនាពីដើមរហូតដល់ចប់ផងដែរបើសិនជាមានបញ្ហាខុសឆ្គងឲ្យសូមមេត្តាយោគយល់ក៏ដូចជាជួយផ្សាយទៅដល់ពួកយើងទាំង3នាក់ផងដែរបាទខ្ញុំបាទសោយបណ្ឌិតនិងបងប្អូនទាំងពីរនាក់បាទសូមជម្រាបលា